សម្រាប់ប្រទេសអារ៉ាប់រួមអេមីរ៉េតអ៊ីរ៉ង់បានក្លាយជាប្រទេសជិតខាងបំពុលហើយទីក្រុងអាប៊ូដាប៊ីបានចាក់ចែងពីអង្គការអូពេកកាលពីថ្ងៃអង្គារទី28ខែមេសាទីក្រុងអាប៊ូដាប៊ីបានចាក់ចែងពីក្រុមប្រទេសអ្នកផលិតប្រេងអង្គការអូពេកពីពេលនេះតទៅប្រទេសជាសមាជិកដទៃទៀតត្រូវតែចាត់ចែងទំនាក់ទំនងជាមួយអ៊ីរ៉ង់ប្រទេសជិតខាងដែលបំពុលប្រទេសអារ៉ាប់រួមអេមីរ៉េតបានប្រកាសកាលពីថ្ងៃទី28ខែមេសាអំពីការចាក់ចែងពីអង្គការនៃប្រទេសផលិតប្រេងអូពេកនេះគឺជាសេចក្តីសម្រេចដែលបានធ្វើឲ្យភ្ញាក់ផ្អើលដល់ទីផ្សារប្រេងដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី1ខែឧសភាការសម្រេចនេះត្រូវបានធ្វើឡើងក្នុងនាមផលប្រយោជន៍ជារបស់ពួកគេតាមការបញ្ជាក់របស់អាប៊ូដាប៊ីនៅចំកណ្ដាលបេះដូងនៃភាពតានតឹងអ៊ីរ៉ង់ដែលជាសមាជិកនៃក្រុមអូពេកដែរបានរាំងខ្ទប់ច្រកសមុទ្រអ៊័រមូសនិងបានដាក់សម្ពាធដ៏ខ្លាំងលើដៃគូនៃតំបន់ឈូងសមុទ្រនិងលើសំណុំទាំងមូលនៃទីផ្សារប្រេងពិភពលោកម្យ៉ាងវិញទៀតអូពេកមានបំណងចង់ធ្វើជាអ្នកធានាថាតម្លៃប្រេងពិភពលោកមានស្ថិរភាពហើយកំណត់កូតាផលិតឲ្យសមាជិករបស់ខ្លួនគឺ 3.4 លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់ទីក្រុងអាប៊ូដាប៊ីនេះគឺជាការកំហិតដែលប្រទេសអារ៉ាប់រួមអេមីរ៉េតដែលជាផលិតករទី3នៅក្នុងសម្ព័ន្ធអ្នកផលិតប្រេងកាន់តែគាំទ្រតិចឡើងព្រោះប្រទេសនេះចង់បង្កើនផលិតកម្មរបស់ខ្លួនលោក Thierry Bros ដែលជាអ្នកឯកទេសបញ្ហាថាមពលនិងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Champo Paris ប្រទេសបារាំងបានវិភាគអំពីហេតុផលនៃការដកខ្លួននេះវិបាកសម្រាប់អង្គការអូពេកនិងអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសអារ៉ាប់រួមអេមីរ៉េតផងនេះមិនមែនជារឿងភ្ញាក់ផ្អើលទេប្រទេសអារ៉ាប់រួមអេមីរ៉េតបានបរិយាយថាអ៊ីរ៉ង់ជារដ្ឋភេរវកម្មនិងវាយតម្លៃថាការបិទច្រកសមុទ្រអ៊័រមូសគឺជាភេរវកម្មខាងសេដ្ឋកិច្ចពួកគេមានសភាពស្របគ្នាទាំងស្រុងជាមួយគំនិតខ្លួនឯងគេមិនពិភាក្សាជាមួយភេរវករទេគេដើរចេញឬក៏ប្រយុទ្ធក្នុងករណីនេះទីក្រុងអាប៊ូដាប៊ីបានជ្រើសរើសការដើរចេញរឿងអូពេកគឺជារឿងដែលអ៊ីរ៉ង់បិទច្រកសមុទ្រអ៊័រមូសជាសកម្មភាពភេរវកម្មសេដ្ឋកិច្ចដែលការប្រឈមមុខដោះស្រាយគឺជាបញ្ហាគ្រឹះសម្រាប់ប្រទេសនៅតំបន់ឈូងសមុទ្រប្រទេសអារ៉ាប់រួមអេមីរ៉េតដែលមិនអាចស្ថិតនៅក្នុងអង្គការអូពេកបន្តទៀតក៏ជារឿងសមហេតុផលល្មមដែរបញ្ហានៃផលវិបាកនឹងកើតមានជាពិសេសសម្រាប់ប្រទេសឈូងសមុទ្រនាពេលបន្ទាប់តើពួកគេនឹងចាត់ចែងទំនាក់ទំនងរបស់ពួកគេជាមួយអ៊ីរ៉ង់យ៉ាងដូចម្តេចប៉ុន្តែការចែកចេញនៅតែស្មុគស្មាញពីព្រោះអូពេកគឺជាក្លឹបសំខាន់និងគួរឲ្យចាប់អារម្មណ៍ខ្លាំងមុនពេលប្រទេសអារ៉ាប់រួមអេមីរ៉េតចាក់ចេញអង្គការនេះបានធ្វើពាណិជ្ជកម្មប្រេងកម្រិតពិភពលោក 50% ហើយឥឡូវតួលេខនេះគួរតែនឹងធ្លាក់ចុះសល់ត្រឹម 45% ម្យ៉ាងវិញទៀតនេះគឺជាអង្គការតែមួយគត់នៃសកលខាងត្បូងដែលបានជោគជ័យក្នុងការរស់រានមានជីវិត60ឆ្នាំប៉ុន្តែរាល់សមាជិកមិនមានភាពស្មើគ្នាទេប្រទេសដែលសំខាន់បំផុតចំនួន3ដំបូងគឺអារ៉ាប៊ីសាអូឌីតគុយវ៉េតនិងប្រទេសអារ៉ាប់រួមអេមីរ៉េតដែលបានចាក់ចេញសម្រាប់លោក Thierry Bros លោកគិតថានៅពេលប្រទេសអារ៉ាប់រួមអេមីរ៉េតចាក់ចេញនឹងមានការខុសគ្នាយ៉ាងខ្លាំងប៉ុន្តែចុងក្រោយក៏ត្រូវការមានប្រទេសខ្លះនៅសល់ដើម្បីរក្សាតុល្យភាពរវាងការផ្គត់ផ្គង់និងតម្រូវការហើយក៏តែមានអ្នកស្នងតំណែងអូពេកដែរតាមរបៀបក្រុមអ្នកផលិតប្រេងមិនថាតាមរបៀបណាក៏ដោយស្ម័គ្រចិត្តឬដោយបង្ខំបើមិនដូច្នោះទេតម្លៃប្រេងនឹងប្រែប្រួលដ៏អស្ចារ្យហើយឧស្សាហកម្មប្រេងទាំងមូលនឹងរងការប្រែប្រួលដ៏ធំ